បាទថ្ងៃនេះគឺខ្ញុំមកតែរំលែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលកំពុងកើតឡើងហាក់ដូចជាមានការចាប់អារម្មណ៍ក្តៅគគុកផ្ទាល់តែម្ដងពាក់ព័ន្ធទៅនឹងសាច់បង្កកដែលមានឈ្មួញនាំចូលពីប្រទេសថៃកំពុងចរាចរលក់នៅក្នុងប្រទេសកម្ពុជាយើងស្របពេលដែលប្រទេសយើងកំពុងតែមានបញ្ហាជាមួយថៃហើយក្នុងនោះគឺស្មារតីរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងក៏មានការធ្វើការពហិការមិនប្រើប្រាស់ទំនិញរបស់ថៃទៀតនោះទេអញ្ចឹងសួរថាតើឈ្មួញណាដែលហ៊ាននាំចូលនៅសាច់បង្កករាប់សិបតោនចូលនៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើការចែកចាយលក់នៅក្នុងទីផ្សាររបស់កម្ពុជាយើងហើយក្នុងនោះប្រជាជនរបស់យើងក៏គាត់នៅតែមានមន្ទិលថាមិនមែនឈ្មួញតែម្នាក់អាចធ្វើរឿងនេះបានទេគឺមុខជាមានពាក់ព័ន្ធជាមួយនឹងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទៅលើការងារនៃការនាំចូលនេះអញ្ចឹងហើយខ្ញុំយល់ថាឈ្មួញដែលកំពុងតែរកស៊ីលើមុខរបរនេះកំពុងតែបង្កើននៅភាពឈឺចាប់ដល់ប្រជាពលរដ្ឋរបស់យើងទៀតព្រោះប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះកំពុងតែមានការឈឺចាប់រួចមកហើយពាក់ព័ន្ធទៅនឹងបញ្ហាដែលយើងមានចំនួនជាមួយនឹងប្រទេសថៃអាចនិយាយបានថាទាំងការបាត់បង់ជីវិតនៅវីរៈកងទ័ពរបស់យើងប្រជាពលរដ្ឋរបស់យើងជនភៀសខ្លួនរាប់ម៉ឺននាក់របស់កម្ពុជាដែលទទួលផលប៉ះពាល់ពីការឈ្លានពានរបស់ថៃនេះហើយមកដល់ពេលនេះសំបីតែវីរៈកងទ័ពរបស់យើងទាំង18រូបដែលថៃចាប់ទៅក្រោយបទឈប់បាញ់មិនទាន់ដោះលែងមកឲ្យកម្ពុជាយើងវិញផងអញ្ចឹងគេហៅថាព័ត៌មាននេះធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានភាពឈឺចាប់គេហៅថាមកតង់ទៀតបាទមកតង់ទៀតត្រង់ថាប្រជាពលរដ្ឋទាំងអស់គ្នាលឹះលុបពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃរបស់សៀមប៉ុន្តែបែរជាឈ្មួញរបស់យើងនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជារបស់យើងនៅក្នុងកលៈទេសៈនេះបាទរូបភាពដែលពុកម៉ែបងប្អូនបានឃើញនេះគឺមានការផ្សព្វផ្សាយពីអាជ្ញាធរពាក់ព័ន្ធតាំងពីយុគមិញមកម្លេះគឺពាក់ព័ន្ធទៅនឹងអគ្គនាយកដ្ឋានកបបដែលលោកធ្វើការងារផ្នែកពិនិត្យទៅលើគុណភាពម្ហូបអាហារនេះអញ្ចឹងគឺមានការផ្សព្វផ្សាយឥឡូវនេះខ្ញុំយកមកចំណុចខ្លះៗដែលមានការផ្សព្វផ្សាយក្នុងនោះឃើញថាមានការផ្សព្វផ្សាយថាកាលពីព្រឹកថ្ងៃអាទិត្យទី5ខែតុលាឆ្នាំ2025គឺក្រុមការងារចម្រុះដឹកនាំដោយអគ្គនាយកដ្ឋានកបបបានចុះត្រួតពិនិត្យផលិតផលសាច់បង្កកនាំចូលនៅ3ទីតាំងក្នុងមូលដ្ឋានខណ្ឌមានជ័យខណ្ឌរិស័យកោនិងខណ្ឌព្រៃភ្នៅអញ្ចឹងប្រតិបត្តិការនេះគឺមានការសហការពីនាយកដ្ឋានគយនិងរដ្ឋបាលនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចអគ្គនាយកដ្ឋានពេទ្យសាស្ត្រនិងអាជ្ញាធរមូលដ្ឋានអញ្ចឹងមន្ត្រីជំនាញលោកថាបានធ្វើការគេហៅថាយកសំណាក់សរុបចំនួន33គំរូមកវិភាគនៅនឹងកន្លែងនោះលោកថាលទ្ធផលរកមិនឃើញនៅសារធាតុគីមីនោះទេនឹងតាមរយៈការធ្វើតេស្តនៅនឹងកន្លែងហើយបន្តមកទៀតសំណាក់36គំរូទៀតគឺកំពុងតែបន្តធ្វើតេស្តដើម្បីរកនៅគេហៅថាសារធាតុគីមីហាមឃាត់បន្តទៀតអញ្ចឹងសម្រាប់36គំរូទៀតមិនទាន់ដឹងលទ្ធផលទេអញ្ចឹងហើយនេះគឺជាការលើកឡើងរបស់អាជ្ញាធរហើយក្នុងនោះទីតាំងដែលបានចុះទៅពិនិត្យនេះគឺបានបិទបានន័យថាមិនឲ្យមានការចរាចរនៅសាច់ដែលមានស្រាប់នៅក្នុងទីតាំងអស់ទាំងនេះសម្រាប់ចរាចរនៅលើទីផ្សារទៀតនោះទេប៉ុន្តែអ្វីដែលយើងមើលឃើញព័ត៌មាននេះហើយយើងអាចនិយាយបានថាអាជ្ញាធរលោកចុះទៅមែនធ្វើការងារនេះមែនប៉ុន្តែមិនទាន់មានភាពជាក់លាក់ណាមួយសម្រាប់ឲ្យយើងតាមដានបន្ថែមទេព្រោះការងារអាជ្ញាធរលោកកំពុងធ្វើដល់ក្នុងនោះយើងគ្រាន់តែកត់សម្គាល់ថាទីតាំងគ្រាន់តែដឹងថានៅក្នុងខណ្ឌទាំង3ប៉ុន្តែផ្ទះឬក៏ផ្លូវណាមួយចំនួននៅទីតាំងនេះយើងមិនទាន់បានដឹងថានៅកន្លែងណាទេហើយសូម្បីតែឈ្មោះម្ចាស់ទីតាំងក្តីឬក៏គេហៅថាអ្នកឈ្មោះធ្វើការងារនេះនៅក្នុងការផ្សព្វផ្សាយនេះក៏យើងមិនទាន់ដឹងថាតើជារបស់បុគ្គលណាមួយនោះដែរអញ្ចឹងមានតែព័ត៌មាននេះបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែបន្តតាមដានប៉ុន្តែគ្រាន់តែថារឿងនេះវាធ្វើឲ្យមានភាពឈឺចាប់មួយជាន់ទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលដឹងថាផលិតផលអត់ទាំងនេះដោយដែលរូបភាពបានឃើញគឺមានការវេចខ្ចប់មានអក្សរថៃអក្សរអីដោយដែលពុកម៉ែបងប្អូនបានឃើញបានន័យថាយើងរងភាពឈឺចាប់មួយជាន់ទៀតព្រោះកន្លងទៅយើងដឹងហើយថាដំបូងសម្រាប់ផលិតផលរហូតទៅដល់យើងត្រឡប់ក្រោយតិចមានក្រុមហ៊ុនហាងកាហ្វេមួយកន្លងទៅគេហៅថាលក់នៅទឹកដោះគោបិទបន្លំនៅបាកូដពីប្រទេសថៃមកខ្មែរតែឥឡូវនេះរឿងនេះបានចប់សពគ្រប់ហើយតែតំណែងថៃដែលមានស្រាប់
យើងអាចនិយាយបានថាបើសិនជាតំណែងនោះមានលក់នៅលើទីផ្សារដោយសារតែគេហៅថាមិនទាន់អស់ស្តុកមិនអីទេតែគ្រាន់ថាកុំឲ្យមិនទាន់អស់ស្តុកយូរពេកតែប៉ុណ្្នឹងទៅបានហើយព្រោះយើងដឹងហើយថាភាពជឿចាប់មួយនេះប្រជាពលរដ្ឋរបស់យើងគឺចេញពីបេះដូងចេញពីមនសិការជាតិផ្ទាល់តែម្ដងអញ្ចឹងកុំឲ្យថាជនជាតិគេធ្វើឲ្យយើងជឿចាប់ហើយបែរជាឈ្មួញដែលគ្មានមនសិការនៅតែបន្តលក់ផលិតផលថៃចូលមកប្រទេសកម្ពុជាយើងអាហ្នឹងយើងនិយាយអំពីបរិបទនេះដែរយើងមិនទាន់ដោះស្រាយបញ្ហាកម្ពុជាថៃបានដាច់ស្រេចទៅមុខទៀតយើងមិនទាន់ដឹងថាម៉េចទេប៉ុន្តែគ្រាន់ថាកលៈទេសៈនេះគឺប្រជាពលរដ្ឋរបស់យើងប្រជាពលរដ្ឋកម្ពុជារបស់យើងមិនស្វាគមន៍នៅផលិតផលថៃនោះទេអញ្ចឹងសម្រាប់ព័ត៌មាននេះខ្ញុំលើកឡើងប៉ុណ្ណេះទៅចោះហើយសូមបងប្អូនរបស់យើងបន្តគាំទ្រផលិតផលក្នុងស្រុករបស់យើងផលិតបានអ្វីដែលយើងផលិតបានយើងបន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកហើយដូចដែលខ្ញុំជំរាបជូនអញ្ចឹងថាកន្លងទៅខ្ញុំបានស្ដាប់អ្នកជំនាញខាងផ្នែកផលិតកម្មគឺគាត់ថាមុខទំនិញខ្លះអាចថាផលិតផលខ្មែរយើងរៀងថ្លៃបន្តិចប៉ុន្តែបន្តិចទៀតគឺយើងនឹងបានធូរវិញប៉ុន្តែរាល់ទំនិញខ្មែរខ្លះដែលថ្លៃនេះមិនមែនថ្លៃគ្រប់មុខទេគឺដោយមុខតែប៉ុណ្ណោះប៉ុន្តែអ្វីដែលយើងនៅតម្រូវការប្រជាពលរដ្ឋរបស់យើងកាន់តែតម្រូវការច្រើនអញ្ចឹងទំនិញក្នុងស្រុករបស់យើងនឹងធូរថ្លៃតាមនឹងបន្តទៀតពីខ្ញុំបាទយូរ៉ាសូមអរគុណ